thảo ba chiếc pít mó Bọn con đi bấy បាក់ក្បាលវីដេអូមកគឺដឹងថាទៅថតនៅណាយមែនទេបងប្អូនផាត់មកធ្វើសក់ឲ្យបងចល័តយើងនឹងឯងហើយបើឃើញហើយមិនឆ្ងល់មិនសួយច្រើននេះណាមិនមានចម្ងល់អ្វីទាំងអស់មើលតែវីដេអូហ្នឹងទៅគឺបានហើយសឹបមកថ្មីទៀតហើយអត់មានអីទេដូចបងប្អូនបានឃើញរូបភាពដែលបានផុសហើយអញ្ចឹងគឺម្នាក់នេះគឺមកជាមួយនឹង Studio របស់ Richie ពីគូ Richie គេនៅដាក់ស្នាយយើងអញ្ចឹងឲ្យតែយើងមកអញ្ចឹងគឺថាជក់ចិត្តដិតអារម្មណ៍ឥឡូវមកហើយមកទៀតមកហើយមកទៀតការផាត់មុខធ្វើសក់ជាមួយនឹង concept មួយនឹងបងប្អូនខ្ញុំនិយាយមែនមិនមែនជារឿងងាយស្រួលទេឃើញអញ្ចឹងតែមកផ្លែតទេមែនទេហើយពេលវេលាធ្វើរហូតដល់ទៅជិត5ម៉ោងហើយអរគុណពូវេអ្នកបានមក make ឲ្យប៉ាប៉ាបានទេមុខប៉ាប៉ាហ្នឹងបើអ្នកណាប៉ាមិនត្រូវទៅចេញក្មួយហ្មងខ្ញុំវឹកមកមកយល់ពីថាសោះដៃសោះជើងគ្នាបើអីឡើងវាមានគិតអីខាពីអង្គុយសើចមួយនឹងទិញរបស់របរញ៉ាំឲ្យ team work ហើយខាង team work Richie ក៏គេហៅសហការគ្នាបានយ៉ាងល្អជាមួយនឹងកលាបនឹង team work របស់ Momo ទៀតអូយអូយមកលក្ខណៈនារី elegant ល្មងសេអីចឹងណាលក្ខណៈរបៀបមនុស្សស្រីបែបលក្ខណៈមានកម្លាំងមានអីរៀងក្លីបហើយរៀងចេះសម្រស់នៅលើបរោះហើយ Concept Valentine មួយនេះគឺគេហៅថា concept នារីម្នាក់នេះទីលក្ខណៈរៀងកយ៉យដែរខ្លួនជាមនារីមួយតែបានបរោះម្នាក់នឹងឲ្យបេះដូងរយៈពេល7ថ្ងៃគេហៅថាបរោះទាំង7មួយថ្ងៃមួយថ្ងៃមួយគ្រប់មួយសប្តាហ៍ហ្មងឲ្យតែពេលស្ងួតមាត់មិនដែរចោលទេលូមីយកមកលាបទៅគឺជួយព្យាបាលទៅលើបញ្ហាផេះអំបោមាត់ហើយជួយឲ្យអំបោមាត់របស់ខ្ញុំនឹងទន់ប៉ាប៉ាក៏អញ្ចឹងដែរដាក់ផ្ដោសំណើមតិចមិនដើម្បីមានមុនស្នេហ៍មើលកលាបគឺគេជាអ្នកចេញទឹកដៃគេក្នុងការធ្វើសក់ឲ្យប៉ាពីម្ដងរួច concept ទី1រៀងបែកញើសដែរអញ្ចឹងបាញ់ទឹកអប់បញ្ចេញជាមួយនឹងក្លិនមុនស្នេហ៍រសាយភាយទៅក្នុងស៊ីបយ៉ូតិចមកអូយគ្រាន់តែបាញ់ពឹបអ្នកណាក៏មកសួរថាក្លិនអ្វីមិនជាមុនស្នេហ៍យ៉ាងនេះឥឡូវចូលដល់វគ្គ concept ទី2បែប doll តុក្កតាខ្ជុកដែល concept នេះគឺច្នៃចេញដោយខាង Richie វិញម្ដងលឿនណាស់អ្នកទាំងអស់គ្នា concept ទី1បែបលក្ខណៈមនុស្សស្រីគេហៅថាអង្គអាចបញ្ចេញមុនស្នេហ៍ដល់ពេល concept ទី2បែបតុក្កតាស្រទន់មើលទៅរបៀបដូចគួរឲ្យខ្នក់ខ្នាញ់មានតែគេចង់បានតុក្កតាហ្នឹងយកទៅតាំងផ្ទះអីតុក្កតាម្នាក់នេះក៏ចេះជិះចាប់ដែរតែតុក្កតាម្នាក់នេះក៏ចេះធ្វើការគ្រប់យ៉ាងបានទាំងអស់យ៉ាងណាក៏ដោយខ្ញុំនៅតែមានអារម្មណ៍ថានៅពេលខ្ញុំធ្វើការជាមួយនឹង team Richie ធ្វើឲ្យខ្ញុំមានអារម្មណ៍ថាស្រស់ស្រាយដូចទៅអប់ដែលខ្ញុំកំពុងតែបាញ់នឹងអញ្ចឹងអត់មានសម្ពាធហើយសំខាន់ក្រុមការងារសហការគ្នាបានល្អទាំងមេទាំង team ចាគឺសហការគ្នាបានស្អាតមែនតើហ្មងហើយខ្ញុំនិយាយរឿងល្អសើចមួយទៀតដឹងពួកគាត់មានចំណុចពិសេសអីគេអត់ចំណុចពិសេសនោះគឺពេលដែលភ្ញៀវថតឲ្យប៉ោះណាស្អាតក៏គេអង្គុយទះដៃអ្នកអត់ឃើញទេគឺទះដៃហូរតែម្ដងឡងបញ្ចប់របស់យើងបានរួចរាល់ហើយ team របស់ Momo និង Richie ក៏បានរួចរាល់ដែរឥឡូវដល់ពេលដោះសក់ចេញម្ដងអូយពេលថតក៏មិនស្រួលពេលដោះក៏មិនស្រួលឈឺគ្រប់ជ្រុងជ្រោយតែម្ដងបងប្អូនហើយចង់ថ្លែងអរគុណដល់ Sip Yo Richie មែនតើដែលបានសហការដល់ពួកយើងទាំងអស់គ្នាឥឡូវមកដល់ផ្ទះហើយចាប់ដើមរៀបចំខ្លួនប៉ុន្តែយកវ៉ាន់ដែលអត់បាន unboxing យកមកទុកនៅលើបន្ទប់សិនហើយមកដល់ក្នុងនេះចាគឺថាសាឡននាងខ្ញុំមានការគោរពស្វាគមន៍គ្នាយ៉ាងរាក់ទាក់តែម្ដងហើយមុននឹងខ្ញុំនេះគឺខ្ញុំធ្វើការបិទម៉ាស់សិនព្រោះ make up មួយថ្ងៃពេញហើយក៏ដូរ make up ច្រើនដែរក៏ដូចជាសក់ធ្វើរៀងមុតខ្លាំងដែរអញ្ចឹងមកដល់គឺកក់សក់ជាមួយនឹង Happy Angel ហើយសក់ខ្ញុំទន់ល្មើយមែនតើបន្ទាប់មកលាបជាមួយនឹង krem Lumi ជួយឲ្យបបោរបស់ខ្ញុំទន់មុនពេលចូលគេងដើម្បីឲ្យ honey របស់ខ្ញុំនឹងបានថើបបបោរបស់ខ្ញុំឡើង complete លាបជាមួយនឹង night cream របស់វេទមន្តពិសេសខ្លាំងចង់ឲ្យមុខសមុខភ្លឺមុខរលោងមុខមាត់ដូចតារាកូរ៉េ complete night cream តែមួយទីពី$15ផលឲ្យសខ្ចីញ៉ាំបាត់មុនបាត់ស្នាមយ៉ាងមានប្រសិទ្ធភាពហ្មងបងប្អូនអានេះគឺលេបឃ្លីអានដែលល្បីខ្លាំងនៅក្នុងហាងរបស់យើងដើរនៅលើទីផ្សារ10ជាងឆ្នាំហើយលាបកលាបឃ្លីបំបត្តិក្លិនឃ្លីបំបត្តិកន្ទួលបំបត្តិកែងដៃខ្មៅជង្គង់ខ្មៅបានគ្រប់ទាំងអស់ពីករហូតដល់ចុងជើងស្រឡាញ់កន្លែងណាចាលាបកន្លែងហ្នឹងហើយបន្ទាប់មកមុនពេលចូលគេងកុំភ្លេចបាញ់ជាមួយនឹងមុនស្នេហ៍ក្លិនក្រអូបទៅកាន់ស្វាមីរបស់យើងហើយហត់ហើយជះក្លិនឲ្យមានមុនស្នេហ៍តែម្ដងបាញ់ទាំងអប់ហើយអត់ទាន់ចប់ទេណាគឺនៅធ្វើការអប់សក់ជាមួយនឹង Happy Angel ទៀតព្រោះដោយសារមួយថ្ងៃធ្វើសក់សាប់ផងអីផងបាញ់ spray ផងមូរួញផងអញ្ចឹងមានតែ Happy Angel ដែលអាចជួយបានគ្រាន់តែលាបចុងសក់ឲ្យពាក់មួកទុកចោលរយៈពេល20-30នាទីទៅគឺជាការស្រេចហើយ